ngàyนี้ខ្ញុំមានមន់ស្រែមួយងាកទៅអន្លក់ជុំវិញផ្ទះអូហូយខ្ចីលវក់បងប្អូនអើយនឹកឃើញភ្លាមច្រាំប្រហុកឆៅតបជាមួយមាត់បំពងម្ដងមើលបងប្អូនតោះមាត់នេះខ្ញុំក៏មានប្រើគ្រឿងច្រើនដែរជាដំបូងនេះខ្ញុំប្រឡាក់ជាមួយអំបិលការឈូកយើងនឹងចាហ្នឹងហើយជាមួយនឹងប៊ីចេងចានត្រូវេកដើម្បីយកជាតិខាងក្រៅបងប្អូនចាបងប្អូនតបវាមកបងប្អូនណាចាតែពីមុខនឹងបានហើយព្រោះយើងត្រូវផ្ទាប់ជាមួយនឹងប្រហុកឆៅធ្វើបែបនេះបងប្អូនចាំយកទៅបំពងនិយាយទៅបើយើងបំពងគឺឆាប់បានញ៉ាំបងប្អូនសម្រាប់ការបំពងត្រីបំពងមាន់បំពងអីក៏ដោយបងប្អូននេះខ្ញុំមកផ្លេចទេជាមួយនឹងប្រេងឆាសណ្ដែកសញ្ញាផ្កាឈូករត់បងប្អូនដែលនាំចូលផ្ដាច់មុខពីប្រទេសម៉ាឡេស៊ីដោយកូនខ្មែរយើងបងប្អូនចាប្រើល្អមែនតែនគឺផ្សំឡើងពីសណ្ដែកសៀងពិតសម្បូរទៅដោយវីតាមីន E អូមេហ្គា 3, 6 និង 9 កាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមបេះដូងការពារជំងឺពុកឆ្អឹងជាមួយនឹងការរំលាយអាហារនិងកាត់បន្ថយនៃការកេងមិនលក់ចានេះខ្ញុំប្រើតែប្រេងឆានឹងទេបងប្អូនអើយរងចាំមាន់មិនទាន់ឆ្អិនតោះយើងមកឆ្លៀតចិញ្ច្រាំប្រហុកឆៅទាំងអស់គ្នាបងប្អូនអូយនិយាយថាប្រហុកនេះឲ្យតែបើកឡមកនេះខ្ញុំចង់តែញ៉ាំឆៅទាំងដុំនឹងទេដោយសារប្រហុកនេះមានឆ្អឹងបងប្អូនប្រហុកសាច់ចានេះខ្ញុំច្រាំរៀងម៉ត់ល្មមដាក់បន្ថែមជាមួយនឹងខ្ញីរំដេងម្ទេសចាខ្ទឹមក្រហមខ្ទឹមសនឹងឯងបន្ថែមជាមួយស្លឹកក្រូចសើចបន្តិចមកបងប្អូនចិញ្ច្រាំចូលគ្នាឲ្យម៉ត់ងាកមកមើលមាន់បំពងនេះចាមកប្រែតិសិនខ្លាច់ខ្លោចបងប្អូនចាឥឡូវយើងចិញ្ច្រាំបន្តទៀតបងប្អូនចាបន្ទាប់មករៀងម៉ត់ចូលគ្នានេះគ្រឿងដុំហើយយើងបន្ថែមជាមួយនឹងកូឡាក្រីដែលហាន់ហើយនាងខ្ញុំចារឿងកូឡាក្រីមួយឲ្យតែច្រាំប្រហុកឆៅនេះខ្ញុំដាក់រៀងលូបតិចហើយបងប្អូនព្រោះចង់ញ៉ាំពេលដែលប៉ះកូឡាក្រីទៅវាមានអារម្មណ៍ថាវាឈ្ងុយបងប្អូនចាហើយច្រាំកូឡាក្រីរៀងម៉ត់បន្តិចបន្ថែមជាមួយកាសាំងយើងវាចាស់ល្អបងប្អូនអូក្រអូបឈ្ងុយតែម្ដងយើងបន្តចិញ្ច្រាំឲ្យចូលជាតិគ្នាបន្ថែមជាមួយគ្រឿងទេសហើយគ្រឿងទេសគឺនេះខ្ញុំប្រើតែ2មុខទេចាគឺប៊ីចេងសញ្ញាចានត្រូវេកនិងទឹកដោះគូខាប់ចាបងប្អូនចាប់ដើមចិញ្ច្រាំច្បល់ឲ្យចូលជាតិគ្នាមកបងប្អូនចាហើយយើងចាំបន្ថែមជាមួយបង្អមមកបងប្អូនគឺបង្អមស្រែរឹតតែឈ្ងុយបងប្អូនចានេះខ្ញុំទិញបានបង្អមស្រែបងប្អូនអូឈ្ងុយខ្លាំងណាស់បន្ថែមជាមួយនឹងជីនាងវងយើងហ្នឹងចាអូហូច្រាំចូលមកយូរពីឆ្ងាញ់បងប្អូនជាតិណាជាមួយបង្អមហើយនឹងជីនាងវងហ្នឹងត្រូវតែម្ដងច្រាំចុះច្រាំឡើងឲ្យវាសប់បងប្អូនចាមកមុខនេះខ្ញុំគឺបាយដៃហើយថ្ងៃនេះហើយខ្ញុំជឿជាក់ថាឲ្យតែបងប្អូនខ្មែររឿងប្រហុកមួយគឺថាបងប្អូនដឹងតែចូលចិត្តសឹងគ្រប់គ្នាមែនទេបងប្អូនចាបងប្អូនដល់ម៉ោងបងប្អូនហៀទឹកមាត់ទៀតហើយបងប្អូនអើយសូមអធិស្ឋានចានិយាយថាប្រហុកច្រាំឆៅហ្នឹងវាត្រូវជាមួយនឹងមាត់បំពងមាន់អាំងហ្នឹងលេខ1តែម្ដងហើយបន្លែនេះខ្ញុំចូលចិត្តទៅយងចេកបងប្អូនអូយវារៀងចត់ហើយវាត្រូវជាមួយអាឡាបោះស្អុយអាឡាបោះជូរហិលចាប្រៃនឹងល្មេះហើយមកមុខនេះបងប្អូនណាកុំដាក់សាព្រាបងប្អូនបាយដៃមកញាក់តែម្ដងចាហើយមុនញ៉ាំភ្លឺនេះខ្ញុំសុំកញ្ចោញអូយសិនហើយខ្ញុំចូលចិត្តជាងគេលើមាត់គឺកញ្ចោញអូយនឹងឯងបើយើងបំពងមាន់អាំងមាន់ហើយបើយើងញ៉ាំយូរទៅរៀងតលន់តែបើបានប្រហុកបងប្អូនហើយជ្រលក់ជាមួយនឹងគឺអត់តលន់សោះតែមកហើយបាយមិនដែលចេះឆ្អែតអាម៉េចវាមិនងាយឆ្អែតបងប្អូនហើយវាត្រូវណាអាតកួនខ្ចីលវក់ហ្នឹងបងប្អូនច្រប់តែមកនិយាយពីថាជាតិនោះជាតិហើយក៏សំទោសបងប្អូនហើយបងប្អូនអើយមករយៈនេះខ្ញុំមិនដែលបានហូបឆ្ងាញ់អញ្ចឹងទេទើបថាស្រុកទេសមើលទៅរៀងស្រួលបួលបងប្អូនអើយគឺថានឹកឃើញឃ្លានមាន់អាំងហ្នឹងតែម្ដងចានិយាយទៅមុខឡើងស្រួចអស់ហើយចានៅតាមដាននឹងត្រៀមស្បៀងខ្លះទៅឲ្យជនភីសឹកដែលខ្ញុំគ្រប់គ្រងបងប្អូនចាអញ្ចឹងថ្ងៃនេះនាងសូមឆ្ងាញ់មួយថ្ងៃឯងបងប្អូនកុំប្រកែប្រកាន់អីហើយនាងខ្ញុំក៏សូមលើកម្រាមដៃ10គោរពដល់បងវីរៈកងទ័ពជួរមុខលះបង់សាច់ឈាមដើម្បីការពារដែនដីនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនាងខ្ញុំសូមគោរពដឹងគុណឲ្យជួបតែពាក្យឈ្នះរោគសន្តិភាព 100% ជូនប្រជាពលរដ្ឋទាំងអស់គ្នាជូនពរបងប្អូនឲ្យមានសុខភាពល្អកម្លាំងមាំមួននាងខ្ញុំនិងក្រុមគ្រួសារពិសេសប្រជាជនខ្មែរទាំងអស់ចាំផ្ដល់កម្លាំងចិត្តដល់បងជួរមុខដើម្បីយកជ័យជំនះសុខសន្តិភាព 100% មកវិញអរគុណបងប្អូនជម្រាបលាជួបគ្នានៅវីដេអូ